តាអ្នកធ្លាប់ដឹងទេថាមានកោះមួយកន្លែងនៅលើពិភពលោកដែលរដ្ឋាភិបាលហាមឃាត់ដាច់ខាតមិនឲ្យមនុស្សទូទៅចូលជាដាច់ខាតទីនោះមិនមែនជាមូលដ្ឋានយោធាឬកន្លែងសម្ងាត់អ្វីឡើយប៉ុន្តែវាគឺជាកោះមរណៈដែលពោរពេញទៅដោយវិញ្ញាណនិងប្រវត្តិសាស្ត្រដ៏គួរឲ្យរន្ធត់បំផុតថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ពីអាថ៌កំបាំងរបស់កោះ Poveglia នៅប្រទេសអ៊ីតាលីកោះ Poveglia ស្ថិតនៅចន្លោះទីក្រុង Venice និង Lido ក្នុងប្រទេសអ៊ីតាលីមើលទៅវាហាក់បីដូចជាកោះធម្មតាដែលមានទេសភាពស្អាតប៉ុន្តែប្រវត្តិរបស់វាគឺខ្មៅងឹតបំផុតក្នុងអំឡុងសតវត្សទី18ពេលដែលជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ Black Death កំពុងវាយលុកអឺរ៉ុបកោះនេះត្រូវបានគេយកមកធ្វើជាកន្លែងដាក់ចតាល័យសាកមនុស្សជាង 16,000 នាក់ដែលឆ្លងជំងឺនិងអ្នកជិតស្លាប់ត្រូវបានគេយកមកបោះបង់ចោលទីនេះទាំងរស់គេបានបូសាកសពរាប់មិនអស់នៅលើកោះនេះរហូតដល់ថ្នាក់ដីនៅលើកោះនោះប្រមាណពាក់កណ្ដាលគឺសុទ្ធតែភេសនិងឆ្អឹងមនុស្សប៉ុន្តែរឿងរន្ធត់មិនបានបញ្ចប់ត្រឹមនឹងទេចូលដល់ឆ្នាំ1922អគារមន្ទីរពេទ្យមួយត្រូវបានសាងសង់ឡើងនៅលើកោះនេះដើម្បីព្យាបាលអ្នកជំងឺផ្លូវចិត្តនៅទីនោះមានវេជ្ជបណ្ឌិតម្នាក់បានប្រើប្រាស់អ្នកជំងឺមកធ្វើការពិសោធន៍ដ៏ខូចខើដូចជាការវះកាត់ខួរក្បាលនិងធ្វើទារុណកម្មផ្សេងក្រោយមកវេជ្ជបណ្ឌិតរូបនោះក៏បានលោតសម្លាប់ខ្លួនចេញពីប៉មជួងមន្ទីរពេទ្យដោយសារតែគាត់អះអាងថាគាត់ត្រូវបានលងបន្លាចដោយវិញ្ញាណអ្នកជំងឺដែលគាត់បានសម្លាប់ចាប់តាំងពីពេលនោះមកមន្ទីរពេទ្យក៏ត្រូវបិទទ្វារជាស្ថាពរសប្តាហ៍ថ្ងៃនេះកោះ Poveglia ត្រូវគេបោះបង់ចោលទាំងស្រុងអ្នកនេសាទក្នុងតំបន់និយាយថាពួកគេនៅតែសំឡេងស្រែកយំនិងសំឡេងជួងកណ្ដាលអាធ្រាត្រពីលើកោះនោះដដែលរដ្ឋាភិបាលអ៊ីតាលីក៏បានចេញច្បាប់ហាមឃាត់មិនឲ្យអ្នកទេសចរឬជនចម្លែកចូលទៅជិតជាដាច់ខាតតើអ្នកហ៊ានចំណាយពេលមួយយប់នៅលើកោះនេះទេប្រសិនបើចូលចិត្តវីដេអូប្រភេទនេះសូមជួយចុច like share និង subscribe Channel Past Present ដើម្បីតាមដានរឿងរ៉ាវអាថ៌កំបាំងបន្តទៀតសូមអរគុណ